បានហើយសាច់ឆ្អិនហើយសាច់ប្រពេកំងឆ្អិនហើយអូខេអ្នកលក់សុំសាច់ប្រពេ10ចង្កាក់ទៀតមកអូខេបាន10ចង្កាក់ណោះពុកម៉ាក់ថ្ងៃនេះរត់បានប្រហែល order ដែរវិញប្រហែលជា10 order ដែរហ្នឹងហើយនេះពិតជាមនុស្សដែលតស៊ូនឹងជីវិតពិតមែនពួកយើងជាអ្នកក្រធ្វើបានការតស៊ូមើលតែអ្នកមានយកលុយមកចាយខាងក្រៅហូតដូចជាទឹកអញ្ចឹងបើកឡានតម្លៃថ្លៃរាប់លានពួកយើងរកមកជីវិតក៏ទិញមិនបានដែរមើលនោះទៅនោះនេះរបស់លោកបានហើយឆ្ងាញ់ដែរទេឆ្ងាញ់លោកគឺចៅជាសុងមែនទេមែនហើយអ្នកនាងគឺទីបំផុតខ្ញុំរកលោកឃើញហើយលោកចៅមកតាមខ្ញុំបន្តិចមកលោកចៅហ៎អ្នកនាងហៅខ្ញុំមែនទេត្រូវហើយនៅទីនេះក្រៅពីលោកនៅមាននរណាឈ្មោះចៅជាសុងទេអ្នកនាងខ្ញុំពិតជាឈ្មោះចៅជាសុនមែនប៉ុន្តែខ្ញុំគ្រាន់តែជាអ្នកលក់សាច់អាំងទេអ្នកនាងប្រហែលជាចាំមនុស្សខុសហើយមានរឿងមួយដែលលោកមិនដែលដឹងការពិតទៅល្អរបស់លោកគឺជាមហាសេដ្ឋីគួរឲ្យស្ដាយណាស់គាត់ទើបតែបាត់បង់ជីវិតមិនយូរប៉ុន្មានទេនៅក្នុងលិខិតទេមរតកលោកគឺជាទាយាទតែម្នាក់គត់របស់គាត់គឺហើយអ្នកនាងខ្ញុំគ្មានពេលមកលេងសើចជាមួយអ្នកនាងទេខ្ញុំត្រូវការមើលការខុសត្រូវដល់ហាងរបស់ខ្ញុំទៀតណានៅក្នុងកាតនេះមានលុយរាប់សែនលានដុល្លារលោកចៅផ្ញើទុកសម្រាប់លោកបើមិនជឿលោកអាចទៅឆែកចំនួនលុយនៅធនាគារបានអ្នកនាងខ្ញុំពិតជាគ្មានពេលលេងសើចជាមួយអ្នកនាងពិតមែនណាខ្ញុំកំពុងតែរវល់មើលហាងរបស់ខ្ញុំយកណែអាចារ្យនេះទៅផ្ទះវិញហើយមែនទេកូនប្រុសនេះឯងមកបានចំណេញនឹងមកជួបប៉ាមែនទេទៅកុំហៅខ្ញុំថាកូនប្រុសទៀតអីខ្ញុំមិនមែនជាកូនរបស់លោកទៀតទេអើយនិយាយបែបនេះបាននេះថាម៉េចនឹងមានន័យថាម៉េចស្ដាប់បញ្យល់មែនទេយើងរកប៉ាថ្មីឲ្យកូនប្រុសរបស់យើងរួចហើយនេះគេជាណាធីងប្តីចោមសៀរបស់នាងគេមិនយល់នោះទេថាអ្វីទៅដែលហៅថាខុសលំដាប់បើនាងនៅជាមួយវាគ្មានថ្ងៃមានអនាគតទេបញ្ញាប់លែងលះទៅបើនាងលែងលះពេលនេះខ្ញុំព្រមបណ្ដាក់ទុន50លានវេចូលនៅក្នុងកង់របស់នាងតែម្ដងចៅជា My Baby គឺជាផលិតផលសម្រាប់ទារកដែលប្រើរូបមន្តនិងបច្ចេកវិទ្យាខ្ពស់ពីប្រទេសកូរ៉េដែលមានសារធាតុផ្សំពីរុក្ខជាតិធម្មជាតិគ្មានសារធាតុគីមីដែលប៉ះពាល់ទៅដល់សុខភាពស្បែកនិងមានរូបមន្តទន់ល្មើយជាមួយនឹងសារធាតុធម្មជាតិទ្វេដងព្រមទាំងមានក្លិនក្រអូបឈ្ងុយស្រាលស្រទន់ដែលមិនប៉ះពាល់ទៅដល់ស្បែករបស់កូនលោកអ្នក My Baby ក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់អ្នកម្ដាយសូមពួកយើងមិនបាននៅជាមួយគ្នាយូរហើយយើងដោះទៅប្រធានក្រុមហ៊ុនហឹងស៊ីងមានទ្រព្យសម្បត្តិរាប់សិបលានហើយចុះលោកវិញមួយថ្ងៃលក់តែសាច់អាំងតាប់ចិញ្ចាំថ្នល់គ្មានប្រយោជន៍អីជាមួយយើងតតែសោះយើងមិនចង់នៅជាមួយលោកនោះទេខ្មាស់គេខ្លាំងណាស់ពិតជាល្អខ្លាំងណាស់ប្រុសអាក្រក់ស្រីផិតក្បត់យើងសង្ឃឹមថាលោកនឹងមិនរារាំងភាពជោគជ័យរបស់យើងទៀតទេបើលោកដឹងខ្លួនគួរតែប្រញាប់សញ្ញាកដាស់លែងលះនេះភ្លាមទៅសុំកុំអស្រាយក្រោយហើយកុំមកលុតជង្គង់បកខ្ញុំទៅទីក្រោយយើងហ្នឹងទៅសុំវកឯងគ្រាន់តែជាអ្នកលក់សាច់អាំងតាមថ្នល់និយាយចេញមកមិនចេះខ្មាស់មាត់ទេមិនអីទេលែងកលែងទៅនាងទៅតាមផ្លូវរបស់នាងខ្ញុំទៅតាមផ្លូវរបស់ខ្ញុំអូខេបើលោកពូកែខ្លាំងណាស់ក្រោយពីលែងលះគ្នាហើយនោះឡាននៅផ្ទះគឺជារបស់ខ្ញុំណាយល់ព្រមទេហើធីងនាងកុំជ្រុលពេកណាយើងមិនបានសុំវទេតែគ្រាន់តែប្រាប់ឲ្យដឹងមិនថាយ៉ាងណាក៏ត្រូវតែយល់ព្រមប្រញាប់យកអីវ៉ាន់ចេញពីផ្ទះយើងទៅយើងមិនចង់ឃើញមុខទៀតទេលាសិនហើយនេះពូលោកកំពុងធ្វើស្អីនឹងយើនៅមានមុខត្រឡប់មកវិញទៀតធីងប្រាប់យើងអស់ហើយឯងប្រញាប់យកអីវ៉ាន់ស្មុករូបឯងចេញឲ្យអស់ទៅស្រីរបស់យើងប្រាប់ថា
តើទៅមិនចង់ឃើញមុខអាចោមសៀតឯងទៀតទេឲ្យចេះប្រមាណខ្លួនផងទៅបញ្ញាប់រៀបចំអីវ៉ាន់ឯងឆាប់ចេញភ្លាមទៅ ហើធីនាងរកអ្នកថ្មីបាននាងក៏បញ្ញាប់ដូចខ្ញុំចេញដូចជាឆ្កែដូចជាឆ្មានេះអាក្រក់ខ្លាំងណាស់ នៅហ៊ានថើបបងស្រីយើងទៀតមែនទេមនុស្សចោមសៀតដូចជាឯងបើផ្ទះផ្សេងគេដេញឯងចេញបាត់ទៅហើយមិនមែនឲ្យឯងដេកហ្វ្រី30ឆ្នាំប៉ុណ្ណឹងចាត់ទុកថាធ្វើបុណ្យដាក់ក្បាលឯងចុះ យើងនៅដេកស៊ីហ្វ្រីមែនទេអញ្ចឹងលុយតែខ្ញុំសន្សំ30ឆ្នាំចូលហៅប៉ៅណាឯងមិនឲ្យយើងសុំបីតែរៀល និយាយប្តេផ្ដាស់គ្មានប្រយោជន៍ទេឆាប់ចេញទៅមិនអញ្ចឹងយើងប្តឹងប៉ូលីស យើងទៅខ្លួនឯងក៏បានមិនបាច់ដេញទេយើងទ្រាំជាមួយពួកឯងលេបានហើយយើងក៏មានអារម្មណ៍ខ្ពើមដល់ពួកឯងដែរតែពួកឯងនឹងស្ដាយក្រោយជើងមិនខាន បើជើងសងឯងធ្វើឲ្យពួកជើងស្ដាយក្រោយយើងហើពេញសួងសុកចិត្តធ្វើជាឆ្កែចុះ